លំហាត់នេះប្រឡងបាក់ឌុប2014លើកទី1ចឹងយើងមើលប្រធានលំហាត់គេថាគេឲ្យប្រតិកម្មគីមីមួយដោយខាងក្រោមហើយគេឲ្យយើងបកស្រាយថាប្រតិកម្មនេះជាប្រតិកម្មអុកស៊ីដូរ៉េដូកម្មចឹងយើងទៅមើលដំណោះស្រាយទាំងអស់គ្នាដំណោះស្រាយអញ្ចឹងប្រធានលំហាត់គេដាក់ចូលបកស្រាយយើងដាក់តែបកស្រាយមកបានហើយបកស្រាយថាប្រតិកម្មនេះជាប្រតិកម្មអុកស៊ីដូរ៉េដូកម្មឬចង្ការគេហៅកាត់ថាប្រតិកម្មរ៉េដុកអញ្ចឹងទៅសេសមីការដែលគេឲ្យមកវិញសិនមកអញ្ចឹងសមីការនេះគ្រូអាចទៅសេជាសមីការអ៊ីយ៉ុងស្រួលអញ្ចឹងចំពោះហាស Cl វានៅសល់តែ2ហាសបូកឯដោយសារតែ Cl ខាងអង្គធាតុប្រូតូកហើយនិងខាងអង្គធាតុកកើតវាស្រួលគ្នាចំណែកឯខាងអង្គធាតុកកើតនោះវានៅសល់តែអ៊ីយ៉ុងសង្កសីទេចំណែកឯហាសយើងទុកដដែលមកវិញមកអញ្ចឹងជំហានទី1ដែលយើងត្រូវធ្វើគឺយើងត្រូវចាប់គូ redoxin អញ្ចឹងគូ redox យើងដឹងថាអុកស៊ីតកនៅឆ្វេង redox នៅស្ដាំណាអញ្ចឹងយើងអាចសម្គាល់មើលអ៊ីយ៉ុងណាបាទអញ្ចឹងអ៊ីយ៉ុងរបស់យើងអាចយកសង្កសីក៏បានអ៊ីយ៉ុងអ៊ីដ្រូសែនក៏បានដែរអញ្ចឹងអាណាដែលមានបន្ទុកធំក្នុងអុកស៊ីតកយើងអាចសម្គាល់អញ្ចឹងបានណាអញ្ចឹងគូចាប់យកអ៊ីយ៉ុងអ៊ីដ្រូសែនជាមួយនឹងឧស្ម័នអ៊ីដ្រូសែនណាអញ្ចឹងហាសបូកវាមានបន្ទុកធំជាងហាសដឺហាសដឺបន្ទុករបស់វា0អញ្ចឹងហាសបូកគឺជាអុកស៊ីតកណាបាទអញ្ចឹងគូ redox ទី1គឺហាសបូកគូជាមួយនឹងហាសដឺដល់ពេលអាគូទី2គឺ ZN2 បូកជាមួយនឹង ZN បាទឬក៏អ៊ីយ៉ុងសង្កសីជាមួយនឹងសង្កសីណាបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងមើលនៅក្នុងសមីការរបស់យើងឃើញថាសង្កសីហើយនិងអ៊ីយ៉ុងអ៊ីដ្រូសែននៅខាងអង្គធាតុប្រូតូកអញ្ចឹងយើងចាប់ផ្ដើមធ្វើការសរសេរសមីការអេឡិចត្រុងបាទអញ្ចឹងយើងឃើញថាលោហៈសង្កសីនៅខាងឆ្វេងអញ្ចឹងគូសរសេរលោហៈសង្កសីឲ្យផលជាអ៊ីយ៉ុងសង្កសីណាបាទអញ្ចឹងអូនមើលលោហៈសង្កសីបន្ទុកវា0ដល់ពេលអ៊ីយ៉ុងសង្កសីបន្ទុកវា2អញ្ចឹងអង្គខាងណាលើសបន្ទុកទៅថែមអេឡិចត្រុងលើស2បន្ទុកថែមអេឡិចត្រុង2ណាបន្ទាប់ពីទៅសេសមីការអេឡិចត្រុងហើយយើងវិចារប្រាប់គេមកដែលលោហៈសង្កសីហ្នឹងវាបោះបង់អេឡិចត្រុងហើយយើងមើលមិនដឹងបោះបង់យើងសម្គាល់ថាបើអេឡិចត្រុងនៅខាងស្ដាំបានន័យថាឆ្វេងហ្នឹងវាបោះបង់ហើយអញ្ចឹងទៅសេប្រាប់គេមកដោយលោហៈសង្កសីហ្នឹងវាបោះបង់អេឡិចត្រុងអញ្ចឹងនាំឲ្យយើងបានសង្កសីហ្នឹងជារ៉េដូកបាទអញ្ចឹងវារងលំនាំអុកស៊ីតកម្មបន្ទាប់មកយើងមើលគូហាសបូកហើយនិងហាសដឺណាអញ្ចឹងគូទាំងពីរហ្នឹងយើងឃើញថាវាអត់ស្ទាន់ស្មើគ្នាអញ្ចឹងយើងអាចថ្លឹងសមីការសិនមកចឹងយើងដាក់មេគុណ2នៅពីមុខហាសបូកអញ្ចឹងយើងមើលហាសដឺបន្ទុករបស់វា0អាខាងឆ្វេងហាសបូកបន្ទុកវា1តែដោយសារមេគុណ2អញ្ចឹងយើងថែម2អេឡិចត្រុងបាទទៅខាងហាសបូកអញ្ចឹងយើងវិចារមកដោយហាសបូករបស់យើងហ្នឹងគឺវាចាប់យកអេឡិចត្រុងបាទដោយសារអេឡិចត្រុងវានៅខាងហាសបូកឬក៏វានៅខាងឆ្វេងអញ្ចឹងយើងវិចារមកបាទដោយហាសបូកចាប់យកអេឡិចត្រុងអញ្ចឹងនាំឲ្យហាសបូកនេះជាអុកស៊ីតកអញ្ចឹងអុកស៊ីតកវារងលំនាំរ៉េដូកម្មបាទអញ្ចឹងវាមានអុកស៊ីតកម្មផងរ៉េដូកម្មផងអញ្ចឹងគេអាចនិយាយថាប្រតិកម្មខាងលើហ្នឹងជាប្រតិកម្មអុកស៊ីដូរ៉េដូកម្មបានហើយមុននឹងបញ្ចប់វីដេអូនេះគ្រូមាន homework 2សម្រាប់បងប្អូនទាំងអស់គ្នាសាកល្បងអនុវត្តធ្វើបន្ទាប់ពីមានគំរូដែលគ្រូបង្ហាញខាងលើហើយណាសាកអនុវត្តបាទអញ្ចឹងអ្វីដែលល្អបំផុតសម្រាប់បងប្អូននៅក្នុងពេលនេះគឺលំហាត់ដែលធ្លាប់ចេញគឺបងប្អូនធ្វើឲ្យអស់ហើយនឹងរៀនធ្វើលំហាត់គំរូស្តៀងហ្នឹងបាទអញ្ចឹងបើសិនជាពេញចិត្តវីដេអូនេះបងប្អូនជួយ like ជួយ share ជួយ repost ដើម្បីជាកម្លាំងចិត្តដើម្បីគ្រូក្នុងការធ្វើវីដេអូបន្តទៀតបាទអរគុណច្រើនជម្រាបលាបាយបាយ